បាទលមនកាយគ្រប់ជ្រាបសួរដល់ពុកម៉ែបងប្អូនអតិជនទាំងចាស់ទាំងថ្មីអតិជនចាស់អតិជនថ្មីបាទថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាជាមួយនឹងគំរូរថយន្តថ្មីមួយគ្រឿងទៀតដែរបាទពុកម៉ែបងប្អូនបាទសម្រាប់រថយន្តមួយគ្រឿងនេះគឺប្រភេទNissan Navara ឆ្នាំ2016បាទពុកម៉ែបងប្អូនម្ចាស់ទិញខ្លាញ់គោបាទពុកម៉ែបងប្អូនប្រភេទឡានខ្លាញ់គោស្រុកខ្មែរបាទពុកម៉ែបងប្អូនឥឡូវយើងរីករាយទស្សនាមកជុំសិនបាទពុកម៉ែបងប្អូនសម្រាប់មកជុំតួខ្លួនបាទពុកម៉ែបងប្អូនឃើញហើយបាទទឹកថ្នាំនៅស៊ីនបាទពុកម៉ែបងប្អូនទឹកថ្នាំស៊ីនធានាជូនពុកម៉ែបងប្អូនបាទឥឡូវឃើញហើយបាទទឹកថ្នាំស៊ីនលើខ្លួនមកជុំបាទពុកម៉ែបងប្អូននេះបាទមានស្កុតមានអីត្រឹមត្រូវបាទពុកម៉ែបងប្អូនបញ្ជាក់គឺឡានឆ្វេងស៊ីនក្រុមហ៊ុនបាទពុកម៉ែបងប្អូនអត់មានប្រភេទឡានកែចកោតកែអីទេបាទពុកម៉ែបងប្អូនបាទយើងទៅនឹងកាត់ចូលបានបាទពុកម៉ែបងប្អូនហើយភិនភ័ក្រខាងក្នុងគឺថ្មីដូចខាងក្រៅបាទពុកម៉ែបងប្អូនក៏លេខមកជុំសំបីតាមប្រភេទខាងក្រោយនេះបាទថ្នាំខាងក្រោយនេះក៏នៅស៊ីនដែរបាទពុកម៉ែបងប្អូនហើយដោយសារឡាននេះបាទពុកម៉ែបងប្អូនកង់ខូចមកគ្រាប់បាទពុកម៉ែបងប្អូនតែយើងអត់ទាន់បានរៀបចំរួចរាល់ជាស្រេចទេអញ្ចឹងយើងដាក់កង់នេះសិនបាទពុកម៉ែបងប្អូនឥឡូវក៏លេខមកជុំបាទពុកម៉ែបងប្អូននេះកន្លែងនេះរៀងខ្ពិតតិចបាទពុកម៉ែបងប្អូនឃើញទេបាទរៀងខ្ពិតតិចនេះគឺថ្នាំស៊ីននេះបាទពុកម៉ែបងប្អូនអញ្ចឹងយើងអត់ធ្វើការបាញ់ពណ៌ថ្មីទេព្រោះដោយសារវាខ្ពិតស៊ីនដែរអញ្ចឹងណាបាទពុកម៉ែបងប្អូននេះបាទមកជុំតួខ្លួនហើយពុកម៉ែបងប្អូនឥឡូវក៏លេខមកមើលខាងក្នុងបាទផ្នែកខាងក្នុងគឺថ្មីមែនទែនបាទពុកម៉ែបងប្អូនប្រភេទឡានខ្លាញ់គោស្រុកខ្មែរគឺនៅអេតាអេមខាងក្នុងអេតាខាងក្នុងគឺអេមបាទពុកម៉ែបងប្អូនឃើញទេបាទបញ្ជាក់ពុកម៉ែបងប្អូនប៉ុនបាត់បញ្ជាគឺប្រភេទលេខដៃបាទពុកម៉ែបងប្អូនបាទបញ្ជាលេខដៃដែលមាន6វគ្គបាទពុកម៉ែបងប្អូន6លេខគេហៅ6លេខបាទពុកម៉ែបងប្អូនមកខាងក្នុងថាថ្មីបាទពុកម៉ែបងប្អូនប្រភេទឡានខ្លាញ់គោអញ្ចឹងការប្រើប្រាស់តិចបាទពុកម៉ែបងប្អូនឡាននេះបងប្រុសម្ចាស់ឡានគាត់អត់សូវបានប្រើប្រាស់ទេបាទហើយឡាននឹងគាត់ប្រើម្ដងមួយកាលទេត្រូវការដកអីវ៉ាន់តិចតួចបាទពុកម៉ែបងប្អូនហើយបើផ្នែកខាងប្លុកម៉ាស៊ីនវិញថ្មីតែម្ដងបាទនៅខ្លាញ់បាទពុកម៉ែបងប្អូនបាទនេះមើលក្លុកក្លៀតអីបាទថ្មីហ៎បាទពុកម៉ែបងប្អូនឥឡូវមកមើលផ្នែកខាងក្រោយបន្តិចបាទនេះបាទខាន់ចេញវីដេអូជូនពុកម៉ែបងប្អូនយូរហើយបាទពុកម៉ែបងប្អូនឡាយពលបញ្ជាក់បាទនេះក្លុកក្លៀតបាទពុកម៉ែបងប្អូនបើក្លុកក្លៀតប៉ុណ្ណេះបញ្ជាក់ថាថ្នាំស៊ីនខាងក្រៅហើយកស៊ូអីដូចបងប្អូនតែងបញ្ជាក់ពុកម៉ែបងប្អូននេះសឹងតែមិនបាច់ដកទេបាទពុកម៉ែបងប្អូនវាស៊ីនខាងក្រៅហើយខាងក្នុងមានអីបាញ់បាទពុកម៉ែបងប្អូនក្លុកក្លៀតថ្មីបាទយើងថាស្រោមពូកវិញថ្មីមែនទែនបាទពុកម៉ែបងប្អូនហើយបាទអត់សូវប្រើប្រាស់ទេបាទពុកម៉ែបងប្អូនបាទឡានមួយគ្រឿងនេះម្ចាស់គាត់អត់បានសូវប្រើប្រាស់ប៉ុន្មានទេបាទពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ចង់ទិញបាទតម្លៃពិសេសមែនទែនបាទពុកម៉ែបងប្អូនតម្លៃត្រឹមតែ10000ជាងឯងពុកម៉ែបងប្អូនតម្លៃក្រោម20000និយាយចំ10000ក្រាស់តម្លៃក្រោម20000បាទពុកម៉ែបងប្អូនយកទៅប្រើលក្ខណៈគ្រួសារក៏ដូចជាប្រកបអាជីវកម្មបាទពុកម៉ែបងប្អូនគឺត្រូវហើយឥឡូវខាងប្លុកម៉ាស៊ីនដោយសារយើងធ្វើវីដេអូម្នាក់ឯងអញ្ចឹងបើកគ្របនឹងអត់បានទេអញ្ចឹងពុកម៉ែបងប្អូនបាទឥឡូវចាំមើលយើងបើកគ្របហើយចាំយើងថតជូនពុកម៉ែបងប្អូន